ពុងតែគេងក៏លឺសំឡេងទូរស័ព្ទរបស់ស្នេហាដឹងច្បាស់ថាគ្មានអ្នកណាក្រៅពីសង្សារខលមករាល់ព្រឹកប៉ុន្តែខុសពីរាល់ដងមិនមែនខលប្រាប់ថានឹកបែរជាប្រាប់ថាពួកយើងបែកគ្នាចាប់ពីវេលានេះទៅបងឆ្លើយទាំងសើចស្មានថាអូនចង់និយាយកំប្លែងនឹងបងមិនដឹងលួនអងមករករឿងបងប្លែកមិនដឹងខុសត្រូវកំពុងគេងលក់សុកសង្សារខលមកសំបែកផ្លូវបងខុសវ័យទៅអូនសំបែកបងស្រ័យសួររកហេតុផលកំពុងតែគេងសុកអូនខលមកសំបែកហេតុអ្វីជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនយល់ទឹកភ្នែកឈោស្រោចលុកមុខគិតនៅរឿងដែលស្មានមិនដល់នៅតែមិនយល់ហេតុអ្វីនេះយាយដូចឈួតលីកំពុងតែគេងសុកសង្សារខលសំបែកទោះបីខំទុកទឹកភ្នែកក៏ទឹកភ្នែកនៅស្រង់ហូរចង់ឲ្យអូនឆ្លើយមួយម៉ាត់ហេតុអ្វីចាំបាច់បែកគ្នាបើភ្នែកឡើងភ្លាមទូរស័ព្ទឆ្លោះគ្នាទាំងព្រឹកព្រលឹមពោះក្បាលវងវែងអស់ហើយកំពុងតែគេងក៏លឺសំឡេងទូរស័ព្ទរបស់ស្នេហាដឹងច្បាស់ថាគ្មានអ្នកណាក្រៅពីសង្សារខលមករាល់ព្រឹកប៉ុន្តែខុសពីរាល់ដងមិនមែនខលប្រាប់ថានឹកបែរជាប្រាប់ថាពួកយើងបែកគ្នាចាប់ពីវេលានេះទៅបងឆ្លើយទាំងសើចស្មានថាអូនចង់និយាយកំប្លែងនឹងបងមិនដឹងលួនអងមករករឿងបងប្លែកមិនដឹងខុសត្រូវកំពុងគេងលក់សុកសង្សារខលមកសំបែកផ្លូវបងខុសវ័យទៅអូនសំបែកបងស្រែកសួររកហេតុផលកំពុងតែគេងសុកអូនខលមកសំបែកហេតុអ្វីជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនយល់ទឹកភ្នែកឈោស្រោចលុកមុខគិតនៅរឿងដែលស្មានមិនដល់នៅតែមិនយល់ហេតុអ្វីនេះយាយដូចឈួតលីកំពុងតែគេងសុកសង្សារខលសំបែកទោះបីខំទប់ទឹកភ្នែកក៏ទឹកភ្នែកនៅស្រង់ហូរចង់ឲ្យអូនឆ្លើយមួយម៉ាត់ហេតុអ្វីចាំបាច់បែកគ្នាបើភ្នែកឡើងភ្លាមទូរស័ព្ទឆ្លោះគ្នាទាំងព្រឹកព្រលឹមកំពុងតែគេងសុកអូនខលមកសំបែកហេតុអ្វីជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនយល់ទឹកភ្នែកឈោស្រោចលុកមុខគិតនៅរឿងដែលស្មានមិនដល់នៅតែមិនយល់ហេតុអ្វីនេះយាយដូចឈួតលីកំពុងតែគេងសុកសង្សារខលសំបែកទោះបីខំទប់ទឹកភ្នែកក៏ទឹកភ្នែកនៅស្រង់ហូរចង់ឲ្យអូនឆ្លើយមួយម៉ាត់ហេតុអ្វីចាំបាច់បែកគ្នាបើភ្នែកឡើងភ្លាមទូរស័ព្ទឆ្លោះគ្នាទាំងព្រឹកព្រលឹមពោះក្បាលវងវែងអស់ហើយ